ថនៅកណ្ដាលរាជធានីភ្នំពេញសារមន្ទីរជាតិនៃកម្ពុជាគឺជាឃ្លាំងមរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទីនេះសម្បូរទៅដោយរូបចម្លាក់ធំៗវត្ថុបុរាណនិងឯកសារប្រវត្តិសាស្ត្រផ្សេងៗទៀតដែលបញ្ជាក់ពីការកកើតអរិយធម៌និងការវិវត្តជាច្រើនទៀតនៃសង្គមខ្មែរតាំងពីសម័យមុនអង្គរអាណាចក្រអង្គររហូតមកដល់សម័យបច្ចុប្បន្នជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះនាងខ្ញុំកំពុងតែស្ថិតនៅក្នុងសារមន្ទីរជាតិផ្ទាល់តែម្ដងចង់ដឹងថាតើបច្ចុប្បន្ននេះសារមន្ទីរជាតិមានទស្សនវិជ្ជាបែបណាខ្លះហើយចំនួនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមានកំណើនឬក៏យ៉ាងណាតទៅទស្សនាជាមួយនាងខ្ញុំទាំងអស់គ្នាសារមន្ទីរដែលមានអាយុកាលជាង1សតវត្សរ៍នេះមិនត្រឹមតែជាកន្លែងតម្កល់វត្ថុបុរាណប៉ុណ្ណោះទេប៉ុន្តែអគារដ៏ចំណាស់មួយនេះក៏បានតំណាងឲ្យព្រលឹងនៃការរស់រានរបស់ប្រជាជាតិខ្មែរហើយក៏បានឆ្លុះបញ្ចាំងពីភាពរុងរឿងនៃស្នាដៃសិល្បៈដ៏ល្អឯកនិងការតស៊ូរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់នៅក្នុងបរិវេណសារមន្ទីរជាតិកញ្ញាខរដ្ឋាជានិស្សិតជំនាញប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញពីចំណាប់អារម្មណ៍ដែលបានចូលមកទស្សនាសារមន្ទីរជាតិជាលើកដំបូងចំពោះចំណាប់អារម្មណ៍របស់ខ្ញុំតកតងជាមួយនឹងសារមន្ទីរគឺអីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺតកតងទៅនឹងសិល្បៈទាំងសាលាចារឹកទាំងវប្បធម៌ទាំងពីសម័យកាលដើមរហូតដល់បច្ចុប្បន្នអញ្ចឹងទាំងសិលាចារឹកដែលបានចារនៅក្នុងផ្ទាំងដែលបានដាក់បង្ហាញនៅក្នុងសារមន្ទីរហ្នឹងគឺឲ្យសរបញ្ជាក់ថាឲ្យយើងបានស្គាល់អំពីសិលាចារឹកឬក៏តកតងទៅនឹងរូបចម្លាក់ដោយសារខ្ញុំធ្លាប់តែឃើញរូបចម្លាក់ដូនតារបស់យើងដែលគាត់កសាងឡើងទៅតាមប្រព័ន្ធ social media ដោយសារខ្ញុំអត់សូវដែលបានចូលរួមទស្សនាផ្ទាល់ទេប៉ុន្តែពេលដែលខ្ញុំបានមកដល់សារមន្ទីរធ្វើឲ្យខ្ញុំបានឃើញរូបចម្លាក់នឹងផ្ទាល់ភ្នែកក្នុងនាមខ្ញុំជានិស្សិតដែលកំពុងតែសិក្សាខាងប្រព័ន្ធផ្សព្វផ្សាយគឺចំណុចដែលសំខាន់គឺខ្ញុំត្រូវតែមកទស្សនានៅសារមន្ទីរជាទាំងមូលហើយខ្ញុំត្រូវតែសិក្សាស្វែងយល់អំពីរូបចម្លាក់អំពីវប្បធម៌ឬក៏អរិយធម៌ផ្សេងៗដែលបានបង្ហាញនៅក្នុងសារមន្ទីរហើយចំណុចអស់ទាំងនឹងដែរដែលធ្វើឲ្យខ្ញុំអាចដូចជាការថតវីដេអូការថតរូបភាពដើម្បីផ្សព្វផ្សាយពីសារមន្ទីរយើងដើម្បីឲ្យទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិបានទស្សនាផងដែរបងក្រឡេកទៅមើលលោកតុបវណ្ណរាជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យកម្ពុជាយល់ថាសារមន្ទីរជាតិជាជំរកវប្បធម៌ជាតិសម្រាប់អ្នកស្រាវជ្រាវពីប្រវត្តិសាស្ត្រការវិវត្តនៃរចនាបថសិល្បៈតាមសម័យកាលនីមួយៗនិងជាមជ្ឈមណ្ឌលសម្រាប់ទេសចរបរទេសដែលចង់ស្វែងយល់ពីអរិយធម៌ខ្មែរចំពោះសារមន្ទីរជាតិនេះគឺអាចថាជាឃ្លាំងនៃវប្បធម៌មែនទែនទៅហើយចំពោះសារមន្ទីរនេះដែរគឺមានអាយុកាលជាង100ឆ្នាំហើយគិតតាំងពីអាចថាសម័យបារាំងមកម្លេះហើយវាជាឃ្លាំងនៃវប្បធម៌ព្រោះតែក្នុងសារមន្ទីរជាតិគឺជាបណ្ដុំនៃវត្ថុសិល្បៈគឺជាបណ្ដុំនៃឯកសារសម្រាប់ស្រាវជ្រាវជាពិសេសសិស្សនិស្សិតគឺជាបណ្ដុំមួយសម្រាប់ស្រាវជ្រាវអំពីប្រវត្តិសាស្ត្រអំពីប្រពៃណីអំពីវប្បធម៌អំពីអរិយធម៌អំពីទំនៀមទម្លាប់ផ្សេងហើយមែនតែនទៅសារមន្ទីរជាតិគឺជាកន្លែងប្រមូលផ្ដុំមួយបែបប៉ុន្តែក៏ជាកន្លែងមួយដែលយើងគួរតែមកសិក្សាស្រាវជ្រាវព្រោះវាបានផ្ទុកនៅអាចថាចំណេះដឹងជាច្រើនតាក់ទងជាមួយនឹងមូលដ្ឋានគ្រឹះនៃវប្បធម៌ខ្មែរយើងក្នុងនាមយើងជាកូនខ្មែរយើងគួរតែមកទស្សនាឲ្យបានម្ដងព្រោះថាសារមន្ទីរជាតិមិនមែនផ្ទុកតែឯកសារតែមួយសម័យកាលទេគឺតាំងពីសម័យបុរេប្រវត្តិសាស្ត្រតាំងពីសម័យចេនឡាតាំងពីសម័យអង្គរតាំងពីសម័យកណ្ដាលរហូតដល់សម័យថ្មីហើយជាពិសេសទៀតនោះគឺវត្ថុបុរាណជាច្រើន
ដែលបានបាត់បង់ទៅក៏មានទីភូមិនិវត្តមកច្រើនដែរដែលយើងកំពុងតែតាំងបង្ហាញជាបន្តបន្ទាប់អញ្ចឹងហើយចំពោះសារមន្ទីរជាតិសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមកច្រើនដងហើយប៉ុន្តែនៅតែមានអ្វីដែលថ្មីរហូតទន្ទឹមនឹងការមកទស្សនាយើងគួរតែសិក្សាស្រាវជ្រាវថាអូក្នុងសារមន្ទីរជាតិមានអ្វីខ្លះហើយស្រួលយើងដាក់កោដៅដើម្បីមកទៅយើងស្រួលស្រាវជ្រាវអូវត្ថុបុរាណនេះមានតាំងពីសម័យណាគេយកមកពីណាហើយវត្ថុបុរាណហ្នឹងវាមានរចនាបថវាយ៉ាងដូចម្ដេចអាចសិក្សាពីសិល្បៈពីរចនាបថផ្សេងសម្រាប់មូលដ្ឋានគ្រឹះដែលយើងយកទៅព្រឹត្តិខ្សែភាពយន្តក៏យើងត្រូវមកសិក្សាស្រាវជ្រាវបន្ថែមដែរព្រោះអីវាជាមូលដ្ឋានគ្រឹះរបស់ខ្មែរយើងបាទចុះពាក់ព័ន្ធទៅនឹងវិស័យទេសចរវិញក្នុងនាមបងជាពលរដ្ឋខ្មែរតើបងគិតថាគួរតែធ្វើបែបណាដើម្បីឲ្យទេសចរទាំងភ្ញៀវជាតិនិងអន្តរជាតិមកទស្សនានៅសារមន្ទីរជាតិរបស់យើងដែរបងបាទចំពោះចំណុចនឹងដែរសម្រាប់ជាកម្រិតផ្ទាល់ខ្លួនមែនតើទៅសំខាន់ភ្ញៀវទេសចរគេមើលលើយើងម្ចាស់ស្រុកដែរជាធម្មតាទេកាលណាគេមកទស្សនារបស់យើងដល់តែយើងចេះផ្សព្វផ្សាយដែរហើយផ្សព្វផ្សាយក្នុងនាមយើងជាយុវជនមែនតើទៅយើងមិនមែនតែមកដើរទស្សនាហើយក៏ត្រឡប់ទៅវិញទេអ្វីដែលយើងគួរធ្វើទីមួយយើងទៅសិក្សាស្រាវជ្រាវពីប្រវត្តិសារមន្ទីរពីប្រវត្តិវត្ថុសិល្បៈមួយចំនួនសិនហើយក្នុងនាមយើងជាយុវជនហ្នឹងយើងនៅពេលដែលមានជនបរទេសនៅហើយធម្មតាសម័យនេះយើងប្រើបណ្ដាញសង្គមទៀតហ្នឹងហើយយើងអាចរំលេចថតជាវីដេអូថតជារូបភាពផ្សព្វផ្សាយតាមរយៈចំណេះដឹងរបស់យើងដែលបានស្រាវជ្រាវហើយមួយទៀតក្នុងនាមយើងផ្ទាល់យើងក្រៅអំពីការសិក្សាស្រាវជ្រាវក្រៅអំពីការថតវីដេអូក៏យើងគួរតែសិក្សាឲ្យច្បាស់ពីវប្បធម៌ពីអរិយធម៌ពីវត្ថុសិល្បៈពីប្រវត្តិដើម្បីអីដើម្បីថានៅពេលដែលមានបរទេសសួរឆ្ងល់ថាតើមកលេងប្រទេសកម្ពុជាមានអីពិសេសមកលេងភ្នំពេញមានអីសំខាន់តើសារមន្ទីរជាតិនឹងវាមានលក្ខណៈពិសេសដូចម្ដេចបានជាយើងត្រូវតែមកទស្សនានឹងយើងមានចម្លើយឆ្លើយតបទៅកាន់ភ្ញៀវបរទេសដែលគេឆ្ងល់ចង់ដឹងអំពីសារមន្ទីរជាតិយើងឲ្យបងក្នុងនាមយើងជាយុវជនក្នុងនាមយើងជាអ្នកសិក្សាហើយក្នុងនាមយើងជាម្ចាស់ស្រុកទៀតយើងអត់ដឹងអីទាំងអស់ពីវត្ថុសិល្បៈរបស់យើងថាវាមានតម្លៃរបៀបម៉េចវាអស្ចារ្យវាមានលក្ខណៈពិសេសម៉េចធ្វើម៉េចទៅភ្ញៀវបរទេសគាត់ដឹងធ្វើម៉េចភ្ញៀវបរទេសគាត់ចាប់អារម្មណ៍អញ្ចឹងគឺពិសេសចេញពីយើងនឹងមកយើងជានរណាអពិតប្រាកដយើងមានអ្វីពិសេសត្រូវបង្ហាញគេបាទហើយស្របជាមួយយុគសម័យ Digital នេះប្រព័ន្ធផ្សព្វផ្សាយរបស់យើងនេះជាជំនួយទៅដល់ការផ្សព្វផ្សាយទេសចរត្រឹមជារូបភាពត្រឹមជាវីដេអូត្រឹមជា caption លើវីដេអូតាក់ទងជាមួយនឹងលក្ខណៈពិសេសទេសភាពអីផ្សេងហ្នឹងវាជាកត្តាមួយជំរុញជាទេសចរបាទសារមន្ទីរជាតិនៃកម្ពុជាត្រូវបានចាប់ផ្ដើមកសាងឡើងនៅឆ្នាំ1917ក្នុងសម័យអាណានិគមបារាំងនិងសម្ពោធជាផ្លូវការនៅឆ្នាំ1920ក្រោមការរចនាស្ថាបត្យកម្មដោយលោក George Cuvier ដែលបានបញ្ចូលសោភ័ណភាពសិល្បៈបែបខ្មែរបុរាណយ៉ាងល្អឯកនេះបើយោងតាមឯកសារនៅក្នុងគេហទំព័ររបស់សារមន្ទីរជាតិជាមួយនឹងសួនច្បារបៃតងនៅចំកណ្ដាលនិងលម្អដោយស្ថាបត្យកម្មបែបខ្មែរសារមន្ទីរជាតិបានក្លាយជាគោលដៅទេសចរវប្បធម៌ដ៏សំខាន់មួយដែលទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិសំណង់បុរាណមួយនេះក៏ជាសក្ខីភាពរស់នៃប្រវត្តិសាស្ត្រនិងអត្តសញ្ញាណជាតិខ្មែរដែលរំលឹកឲ្យកូនខ្មែរគ្រប់ជំនាន់បានដឹងអំពីអតីតកាលនៃប្រទេសកម្ពុជាដែលធ្លាប់ជាប្រទេសមហាអំណាចវប្បធម៌និងសេដ្ឋកិច្ចដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍